រៀបសួរប្រុសស្អាតស្អាតទាំងអស់គ្នាតួអ្នកទាំងអស់គ្នាមកដូចជាក៏ដោយឲ្យតែអ្នកទាំងអស់គ្នាមើលវីដេអូរបស់តូជីខ្ញុំអ្នកទាំងអស់គ្នាដឹងតែស្អាតតែម្ដងហើយខុសប្លែកជាងមុន180ដឺក្រេបន្តពីភាគមុនយើងមិនទាន់ដឹងថាហាន់ឌីសុងកាត់ឃើញអ្វីនោះទេសាច់រឿងក៏បានកាន់មកដល់កន្លែងច័ន្ទហូវិញច័ន្ទហូបានស្រែកថាយើងប្រញាប់រត់ទៅកាន់ទ្វារបិសាចនោះវាបានលោតផុតអ្នកទាំងពីរហើយវាវាយត្រូវថ្មនៅកន្លែងនោះបិសាចនោះបានងាយមកក្រោយឃើញអ្នកទាំងពីររត់ចិត្តដល់ទ្វារហើយវាបានស្ទុះមកតាមដើម្បីវាប្រហារម្ដងទៀតប៉ុន្តែអ្នកទាំងពីរបានរត់ចូលទៅខាងក្នុងបានសម្រេចបិសាចនោះបន្តនៅតែបើកោវាប្រហារមកកាន់អ្នកទាំងពីរប៉ុន្តែដោយសារទំហំរបស់បិសាចនោះធំខ្លាំងពេកដែលធ្វើឲ្យវាលូកចូលបានតែដៃមួយខាងតែប៉ុណ្ណោះបើមើលចំពោះច័ន្ទហូនិងប៉ែលៃស្គីមពួកគេដកដង្ហើមចិត្តនឹងដាច់ខ្យល់ទៅហើយព្រោះហត់ខ្លាំងពេកបាទដោយសារតែមិនឲ្យវាប្រហារអ្នកទាំងពីរបានបិសាចនោះក៏បានដកថយទៅកន្លែងផ្សេងបាត់ទៅច័ន្ទហូពេលដែលឃើញបិសាចនោះបានដកថយទៅច័ន្ទហូបាននិយាយថាតោះយើងត្រឡប់ទៅខាងក្រោមជាមុនសិនសាច់រឿងក៏បានកាន់មកដល់កន្លែងហាន់ឌីសុងវិញយើងបានឃើញបិសាចនោះជាច្រើនបានបើកការវាប្រហារទៅកាន់ហាន់ឌីសុងប៉ុន្តែហាន់ឌីសុងបានលុបគេចផុតពីការវាប្រហារទាំងអស់នោះហើយហាន់ឌីសុងបន្តស្ទុះទៅខាងមុខទៀតហើយនិយាយថាបន្តិចទៀតគឺដល់កន្លែងនឹងហើយបន្ទាប់មកហាន់ឌីសុងបានជន់ពីដើមឈើមួយទៅដើមឈើមួយហើយជន់ជាមួយនឹងដើមឈើចុងក្រោយស្ទុះទៅខាងលើហើយមើលទៅកន្លែងមួយបន្ទាប់មកនិយាយថាវានៅទីនេះហើយហាន់ឌីសុងរបស់យើងបានស្ទុះលុតផុតពីកន្លែងនោះក្រោយពីលុតផុតកន្លែងនោះហើយហាន់ឌីសុងរបស់យើងក៏បានមកដល់ក្រោមចាប់ប្រាំងមួយហើយឈរយ៉ាងលយទៅកាន់ពួកអបិសាចទាំងអស់នោះពួកអបិសាចទាំងអស់នោះបានឈរចំកន្លែងកណ្ដាលដែលមានដីពណ៌ខុសគេហើយពួកវាបានតម្រៀបជួរគ្នាយ៉ាងអែមតែម្ដងបន្ទាប់មកក៏មានបិសាចមួយបានបញ្ចេញសម្លេងថាត្រូវរបស់យើងគឺមានកន្លែងដែលមានសុវត្ថិភាពខ្ញុំនឹងចាប់ផ្ដើមបើកការវាប្រហារហើយហានីសុនរបស់យើងបានលើកដៃកណ្ដាលទៅពួកបិសាចទាំងអស់នោះហើយនិយាយថាពួកបិសាចទាំងអស់ឯងនេះគឺមកយឺតហើយនិយាយទៀតថាម៉ាក់យូបន្ទាប់មកយើងក៏បានឃើញដេកប្រែហើយមានការរំគោះរង្គើជាខ្លាំងហានីសុងបានញញឹមហើយនិយាយថានេះហើយគឺជាព្រៃរបស់ស្ដេចបិសាចពិតប្រាកដបន្ទាប់មកយើងបានឃើញសត្វចម្លែកមួយហាមាត់ដើម្បីត្រវាក់ពួកបិសាចមនុស្សយន្តទាំងអស់នោះហើយហានីសុងបាននិយាយថាអាសត្វបិសាចមួយនេះដូចជាត្រីបាឡែនអញ្ចឹងខ្ញុំបានផ្ដល់ចំណងអាហាររបស់អ្នកគឺច្រើនណាស់តើអ្នកសប្បាយរីករាយដែរឬទេបន្ទាប់មកហានីសុងបានយកដៃឯក្បាលហើយនិយាយថាការស្ដារឡើងវិញរបស់ពួកបិសាចទាំងអស់នោះគឺមិនអាចស្ដារឡើងវិញបាននោះទេព្រោះក្នុងក្រពះរបស់បិសាចនោះគឺរំលាយពួកគេដោយគ្មានបញ្ហាតែម្ដងហើយ system មកលោកប្រាប់ថា quest របស់អ្នកទទួលបានជោគជ័យប្រព័ន្ធនឹងកំណត់ឡើងវិញនៅ passive ភាពរហ័សរហួនរបស់អ្នកហើយប្រព័ន្ធក៏បានចាក់អ្វីបញ្ចូលទៅក្នុងខ្លួនរបស់ហាន់ឌីសុងតួមកហាន់ឌីសុងបានក្រាបដៃហើយនិយាយក្នុងចិត្តថាតោះបង្ហាញថាម៉ាណារបស់ខ្ញុំកាន់ឡើងដល់កម្រិតណាហើយប្រព័ន្ធបានលោកប្រាប់ថា quest ទទួលបានជោគជ័យប្រព័ន្ធនឹងផ្ដល់នៅប្រាក់រង្វាន់បន្ថែមទៅកាន់អ្នកហើយប្រព័ន្ធក៏បានផ្ដល់កូនកង្វិតមួយទៅកាន់ហាន់ឌីសុងហើយប្រព័ន្ធបានលោតជូនដំណឹងថា item នោះមានឈ្មោះថា The Genesis Duster ហើយសមត្ថភាពរបស់វាអ្នកប្រើប្រាស់វាអាចគ្រប់គ្រងវារយៈចម្ងាយ100ម៉ែត្របានហើយវានឹងបង្កើនកម្លាំងទៅដល់អ្នកប្រើប្រាស់វាពេលដែលអ្នកប្រើប្រាស់វាបានប្រើប្រាស់มันណាបន្ទាប់មកហាន់ឌីសុងបានចាប់កាន់កំបិតនោះហើយនិយាយថាអ្នកអាចប្រើប្រាស់វត្ថុនេះបញ្ជាដោយអារម្មណ៍បានហើយហាន់ឌីសុងបានគប់កងកំបិតនោះទៅខាងមុខបន្ទាប់មកកងកំបិតនោះក៏បានហោះមករកហាន់ឌីសុងវិញហាន់ឌីសុងបានចាប់កងកំបិតនោះហើយនិយាយថាកងកំបិតនេះមើលទៅវាគួរឲ្យមានប្រយោជន៍ណាស់ហាន់ឌីសុងបានទុកកងកំបិតនោះទៅក្នុង inventory ហើយហាន់ឌីសុងបាននិយាយថាពេលនេះខ្ញុំគួរតែចាក់ចេញទៅវិញហើយបន្ទាប់មកហាន់ឌីសុងក៏បានបើកច្រកលំហដើម្បីចាក់ចេញទៅវិញយើងបានឃើញអ្នកសារព័ត៌មានសារអំពីច្រកលំហដែលបានលេចឡើងនៅកន្លែងនោះហើយមានអ្នកប្រយោជន៍ទប់ទល់ជាមួយនឹងបិសាចទាំងអស់នោះផងដែរសាច់រឿងក៏បានកាត់មកដល់កន្លែងនេះវិញយើងបានឃើញអប៉ែ live stream អឺតមើលទៅខាងក្រៅហើយវានិយាយថាតើមានវិធីណាដែលធ្វើឲ្យខ្ញុំចាក់ចេញពីកន្លែងនេះបានទេពេលដែលខ្ញុំកាត់ដល់មនុស្សដែលបានស្លាប់នៅខាងលើវាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ហើយចាន់ហូបាននិយាយថាខ្ញុំក៏ដូចគ្នាដែរពេលដែលខ្ញុំបានកាត់ទៅដល់មនុស្សដែលស្លាប់នៅខាងលើនោះវាពិតជាគួរឲ្យរន្ធត់ណាស់យើងគ្មានជំរឿអ្វីក្រៅពីចាំក្រុមជួយសង្គ្រោះបានមកដល់កន្លែងនេះទេបន្ទាប់មកអប៉ែ live stream មានការភ្ញាក់ផ្អើលដែលធ្វើឲ្យចាន់ហូមានការភ្ញាក់ផ្អើលដែរហើយក៏លេចទៅមើលទាំងអស់គ្នាហើយអប៉ែ live stream បាននិយាយថាតើពួកគេមែនទេគឺជាក្រុមដែលបានជួយសង្គ្រោះពេលដែលចាន់ហូបានមើលទៅគឺគ្មានឃើញអ្វីនោះទេគ្រាន់តែបានលើសម្លេងតែប៉ុណ្ណោះហើយចាន់ហូបាននិយាយថាតើក្រុមអ្នកជួយសង្គ្រោះពេលណាទៅបានមកដល់បន្ទាប់មកយើងក៏បានលើកបន្ទូលជាខ្លាំងដែលធ្វើឲ្យចាន់ហូនិងអប៉ែ live stream មានការតត់ស្លុតជាខ្លាំងហើយចាន់ហូបានគិតថាតើវាជាបិសាចមែនទេយើងបានឃើញហាន់ឌីសុងស្លាប់បិសាចរួចបាត់ទៅហើយនិយាយទៅកាន់អ្នកពូនោះថាខ្ញុំបានស្លាប់បិសាចនេះរួចទៅហើយអ្នកចាប់ចេញមកហើយចាន់ហូមានការសប្បាយចិត្តជាខ្លាំងហើយនិយាយថាហាន់ឌីសុងទីបំផុតអ្នកមកហើយហាន់ឌីសុងតបថាតើខ្ញុំមកទាន់ពេលវេលាកំណត់ដែរឬទេ